vì chỉ là chạm Campuchia dưỡng nộp về nít màu nít ngày nít dưỡng cùng ban dọc lớn vì chỉ là chạm thấy cho một căn vì chỉ là chạm Campuchia ở trong bản đàn chiết là bỏ có thể thành tí tì ប្រិមត្តទស្សនិកជនបញ្ហាចំនួនរវាងកម្ពុជានិងថៃនៅតំបន់ព្រំដែនឈានមកដល់ថ្ងៃនេះបញ្ហាដែលមានព័ត៌មានមួយលើកឡើងថាក្រសួងការបរទេសថៃគម្រាមនឹងផ្ដាច់ភ្លើងដល់កម្ពុជាក្នុងករណីដែលការចរចានៅថ្ងៃខាងមុខនេះមិនទទួលបានផលល្អគួរជាទីគាប់ប្រសើរកន្លងទៅយើងក៏បានដឹងដែលខាងព័ត៌មានថៃបានចុះផ្សាយតាក់ទងទៅនឹងគម្រោងផ្ដាច់ភ្លើងមកកម្ពុជាពីខាងភាគីថៃដោយខាងមេតបភូមិភាគទី2របស់ថៃ ចំណុចមានចំនួន9ចំណុចដែលខ្ញុំបានដកស្រង់ចេញមកពីសារព័ត៌មានថៃដែលបានចុះផ្សាយតាក់ទងនឹងគម្រោងដែលថៃថាចង់ផ្ដាច់ភ្លើងកម្ពុជានោះហើយបើយើងមើលទៅ9ចំណុចនេះគឺសុទ្ធសឹងតែជាចំណុចសំខាន់មានន័យថាគឺជាតំបន់ច្រកទ្វារសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសថៃតែម្ដងដែលយើងរាប់ចាប់តាំងពីច្រកឆុងចោមបាននៅក្នុងខេត្តសុរិន្ទទល់នឹងខាងអូស្មាច់ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជាបាទទីតាំងទី1ដែលគេមានគម្រោងថាផ្ដាច់ភ្លើងបាទទីតាំងទី2នោះគឺនៅប៉ោយប៉ែតតែម្ដងបាទប៉ោយប៉ែតមាន2ក្រុមហ៊ុនបាទក្រុមហ៊ុនថៃចំនួន2ក្រុមហ៊ុនដែលចុះកុងត្រាលក់ភ្លើងឲ្យកម្ពុជាហ្នឹងក៏គេថាគម្រាមនឹងផ្ដាច់ដែរហើយចំណុចមួយទៀតនោះគឺនៅខាងច្រកនងព្រឺបាទខាងម៉ាឡៃហើយជាច្រកទ្វារតំបន់មួយបាទក្នុងក៏ស្ថិតនៅក្នុងបញ្ជីបាទដែលថៃថានឹងផ្ដាច់ដែរអានេះជាព័ត៌មានខាងថៃដែលគម្រាមខាងកម្ពុជា ដោយមេតបភូមិភាគ2នឹងហើយក្រៅពីនោះបើយើងឃើញនៅក្នុងខេត្តបាត់ដំបងតាមច្រកសំខាន់មួយចំនួនបាទដូចជានៅខាងខៅឌិនបាទជាមួយនឹងសំពៅលូនបាទខាងសួនសុំបាទច័ន្ទបុរីជាមួយនឹងខាងកំរៀងហើយសាប់តារីស្រុកសយដាវខេត្តច័ន្ទបុរីបាទទល់នឹងភ្នំព្រឹកហើយច្រកឡែមបាទគឺនៅក្នុងស្រុកពងណាមរនខេត្តច័ន្ទបុរីទល់នឹងស្រុកកំរៀងនៃខេត្តបៃលិន ហើយក្រៅពីនោះបើយើងឃើញថាគម្រោងនៃការផ្ដាច់ភ្លើងនេះគឺរហូតដល់ខេត្តកោះកុងឯណោះបាទគឺនៅដូចជាខ្លងយ៉ៃត្រាតឈោមនឹងកោះកុងបាទនេះគឺជាចំណុចសំខាន់ដែលថៃគម្រាមថានឹងផ្ដាច់ភ្លើងក្នុងករណីដែលមានការចរចានៅពេលខាងមុខនេះមិនបានទទួលបានលទ្ធផលតាមថៃចង់បាន ក៏ប៉ុន្តែប្រិមត្តបើយើងថ្ងៃនេះយើងក៏ទទួលបានការជូនដំណឹងបញ្ជាក់អំពីបញ្ហានេះដែរពីឯកឧត្តមកែវរតនៈដែលជារដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលជំវិញបញ្ហានៃការផ្ដាច់ភ្លើងនេះបាទគឺកម្ពុជាហាក់ដូចជាមិនមានការផិតភ័យឬក៏កង្វល់អ្វីជាធំដុំទេហើយថៃទេដែលរងការខាតបង់ទៅថ្ងៃអនាគតបើសិនជាហ៊ានធ្វើដូច្នេះពីព្រោះថានៅពេលនេះគឺកម្ពុជាមានភ្លើងអគ្គិសនីដើម្បីផ្គត់ផ្គង់គ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួនហើយបាទយើងមានប្រសាសន៍របស់ លោកកែវរតនៈបាទសូមឲ្យលោកអ្នកស្ដាប់ការបញ្យល់របស់អាដាមកែវរតនៈតទៅនឹងបញ្ហានេះបន្ថែមបាទអនុញ្ញាតឲ្យខ្ញុំបានធ្វើការបញ្ជាក់ជូនទៅបងប្អូនជនរួមជាតិយើងគឺចង់បញ្ជាក់ជូនបងប្អូនជនរួមជាតិយើងពីខេត្តពោធិ៍សាត់ដោយសារឃើញមានការលើកឡើងច្រើនពីរឿងបញ្ហាថៃនិងបញ្ហាភ្លើងរវាងប្រជាជនចក្រថៃនិងប្រជាជនចក្រកម្ពុជា ជាបាទសូមការបំភ្លឺសូមធ្វើការបំភ្លឺជូនបងប្អូនជនរួមជាតិពីនេះទៅថាទី1ប្រជាជនចក្រកម្ពុជាយើងនៅពេលនេះម៉ោងនេះថ្ងៃនេះយើងពុំបានយកភ្លើងពីប្រជាជនចក្រថៃចូលមកកាន់ប្រជាជនចក្រកម្ពុជានៅក្នុងបណ្ដាជាតិរបស់ប្រទេសទាំងពីរទេគឺសូមហើយការដែលមិនយកភ្លើងពីបណ្ដាជាតិថៃមកចូលបណ្ដាជាតិកម្ពុជា គឺដោយសារប្រជាជនចក្រកម្ពុជាយើងមានអគ្គិសនីគ្រប់គ្រាន់ដើម្បីធ្វើការផ្គត់ផ្គង់ជូនគ្រប់ទីកន្លែងទាំងអស់ដែលភ្ជាប់ទៅនឹងបណ្ដាជាតិរបស់ប្រជាជនចក្រកម្ពុជាស្អីទៅហៅថាបណ្ដាជាតិដែលថាបណ្ដាជាតិគឺជាការភ្ជាប់ភ្លើងតង់ស្យុងខ្ពស់ចាប់ផ្ដើមពីតង់ស្យុង 115 គីឡូវ៉ុលต์ដល់ 230 គីឡូវ៉ុលต์ដល់ 500 គីឡូវ៉ុលต์ គឺតាមរយៈបណ្ដាញតង់ស្យុងខ្ពស់ក្នុងបណ្ដាញជាតិដែលជាឆ្អឹងកងខ្នងរបស់ប្រជាជនចក្រកម្ពុជាក៏ដូចជាឆ្អឹងកងខ្នងធំរបស់ថៃគឺយើងអត់បានយកភ្លើងនេះមកបំពេញឲ្យគ្នានៅពេលនេះទេដោយសារយើងមានសមត្ថភាពដើម្បីធ្វើការផ្គត់ផ្គង់ភ្លើងគ្រប់គ្រាន់ដោយឡែកមានសហគមន៍តែ3ទេនៅក្នុងប្រជាជនចក្រកម្ពុជាដែលជាប់នឹងព្រំដែនដូចជាតំបន់ខ្លះនៃអូស្មាច់ដែលយកភ្លើងពីថៃតាមរយៈតង់ស្យុងមធ្យម ខាងនោះអត់ចូលបណ្ដាជាតិទេគាត់តែភូមិចិត្តគ្នាយកបន្តិចទៅដោយសារវាចិត្តគ្នា
ប្រសិនបើមានការផ្ដាច់ពីថៃយើងក៏អាចមានលទ្ធភាពដើម្បីជូនភ្លើងពីបណ្ដាជាតិនឹងទៅពួកខ្ញុំដែរដូច្នេះប្រសិនបើមានការអាខានបណ្ដាជាតិរបស់យើងគឺអាចឈរជើងបានសូមបញ្ជាក់ជូនប៉ុណ្ណឹងប៉ុន្តែក៏សូមអំពាវនាវបងប្អូនយើងទាំងអស់ទូទាំងប្រទេសដែលបានស្ដាប់ព័ត៌មាននេះសូមកុំឲ្យដុតព័ត៌មាននេះឲ្យទៅជារឿងផ្សេងសូមកុំឲ្យខ្លែងពាក្យសម្ដីសូមកុំឲ្យឌឺដងថាយើងមិនត្រូវការគ្នាទៅវិញទៅមកនៅក្នុងពិភពលោកយើងនេះការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយគឺជាផលចំណេញទាំងអស់គ្នាអាមេរិកក៏យកភ្លើងពីកាណាដាប្រទេសនៅក្នុងបណ្ដាសហគមន៍អឺរ៉ុបក៏ប្រតិកលាគ្នាទោះបីជាមានការតឹងតែងពងដែរអីក៏នៅតែប្រើភ្លើងទៅវិញទៅមកនៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នានៅក្នុងអាស៊ានយើងក៏មានផែនការដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នាជាពិសេសការប្រជុំចុងក្រោយជំនួបកម្ពុជារវាងថ្នាក់ដឹកនាំអាស៊ានទាំង10នៅឯប្រទេសម៉ាឡេស៊ីដោយសារម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះក៏មានការលើកឡើងអំពីបញ្ហានៃការភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន10ទាំងអស់គ្នាថ្ងៃអនាគតដូច្នេះការបំភ្លឺនេះគ្រាន់តែជាការបំភ្លឺជាព័ត៌មានជូនជនរួមជាតិហើយសូមអំពាវនាវកុំឲ្យដុតរឿងទៅជារឿងផ្សេងសូមឲ្យប្រទេសទាំងអស់នៅក្នុងអាស៊ានមានការសហការគ្នាជាបន្តថៃនិងកម្ពុជាក៏ត្រូវសហការគ្នាបន្តដើម្បីចំណេញទៅចំណេញមកទៅវិញទៅមកដូច្នេះបញ្ហានេះសូមឲ្យបងប្អូនទទួលយកនៅការពិតនេះហើយសូមសន្ទនាពរកុំឲ្យមានការផលិតព័ត៌មានคล้ายៗទាំងឡាយដែលវាប្រឆាចពីការពិតសូមអរគុណ